ដើម្បីស្នើសុំច្បាប់បើកអាជីវកម្មទៅលើវិស័យទេសចរណ៍តើលោកអ្នកត្រូវមានឯកសារអ្វីខ្លះចាវិស័យទេសចរណ៍គឺជាវិស័យមួយក្នុងចំណោមវិស័យទាំង14ហើយត្រូវបានបែងចែកចេញជា16ផ្នែកចាសេវាធំចម្បងចំនួន3ក្នុងចំណោមសេវាទាំងអស់របស់វិស័យទេសចរណ៍រួមមាន1សេវាស្នាក់នៅមានសន្តាគារនិងផ្ទះសំណាក់2សេវាកំសាន្តខារ៉ាអូខេ KTV 3សេវាម្ហូបអាហារភោជនីយដ្ឋាននិងអាហារដ្ឋានឯកសារតម្រូវសម្រាប់ការស្នើសុំអាជ្ញាប័ណ្ណថ្មីម្ចាស់អាជីវកម្មត្រូវមានឯកសារមួយចំនួនដូចជាវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្មឬម៉ាកយីហោផ្ដល់ដោយក្រសួងឬមន្ទីរពាណិជ្ជកម្មថតចម្លងចំនួន1ច្បាប់លិខិតអនុញ្ញាតសាងសង់ជួសជុលឬប្លង់ដីកិច្ចសន្យាជួលថតចម្លងចំនួន1ច្បាប់លិខិតបញ្ជាក់ចំណាត់ថ្នាក់ផ្កាយបើមានឯកសាររដ្ឋបាលផ្សេងមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឬលិខិតឆ្លងដែនសម្រាប់ជនបរទេសថតចម្លងច្បាប់ដើមចំនួន1ច្បាប់និងរូបថត 4x6 ចំនួន3សន្លឹករូបថតស្លាកយីហោបញ្ជីតម្លៃសេវា3ភាសាចំនួន1ច្បាប់គំនុកបំព្រួញទីតាំងបញ្ជាក់ដោយអាជ្ញាធរឃុំសង្កាត់និងកិច្ចសន្យាប្រតិបត្តិការចំនួន1ច្បាប់ចាហើយក៏សូមបញ្ជាក់ផងដែរថាចំពោះសេវាស្នាក់នៅនិងសេវាម្ហូបអាហារមិនតម្រូវឲ្យមានការបញ្ជាក់ពីអាជ្ញាធរនោះទេដោយឡែកចំពោះសេវាកំសាន្តតម្រូវឲ្យមានការបញ្ជាក់ពីអាជ្ញាធរចាឯកសារតម្រូវសម្រាប់ការបន្តអាជ្ញាប័ណ្ណតម្រូវឲ្យម្ចាស់អាជីវកម្មត្រូវមានឯកសារមួយចំនួនដូចជាអាជ្ញាប័ណ្ណទេសចរឆ្នាំចាស់ថតចម្លងចំនួន1ច្បាប់ប័ណ្ណប៉ាតង់ឆ្នាំចាស់ឬបង្កាន់ដៃបង់ពន្ធចំនួន1ច្បាប់លិខិតបញ្ជាក់ស្តង់ដារផ្កាយដែលនៅមានសុពលភាពចំនួន1ច្បាប់បើមានចាឯកសាររដ្ឋបាលផ្សេងមានអត្តសញ្ញាណប័ណ្ណចំនួន1ច្បាប់រូបថត 4x6 ចំនួន3សន្លឹកបញ្ជីតម្លៃរូបថតស្លាកយីហោនិងកិច្ចសន្យាថ្មីចំនួន1ច្បាប់ដើម្បីជាការផ្ដល់ភាពងាយស្រួលទៅដល់បងប្អូនអាជីវកម្មម្ចាស់អាជីវកម្មទាំងអស់ក៏អាចដាក់ពាក្យស្នើសុំតាមរយៈ App Online បានផងដែរដោយពុំចាំបាច់មកដល់ទីតាំងផ្ទាល់នោះទេចាហើយប្រសិនបើលោកអ្នកមានចម្ងល់លោកអ្នកក៏អាចតាក់ទងមកអង្គភាពច្រកចេញចូលតែមួយបានតាមរយៈលេខទូរស័ព្ទ096 501 5088ដើម្បីសាកសួរព័ត៌មានលម្អិតបន្ថែមនៅរៀងរាល់ម៉ោងធ្វើការឬក៏លោកអ្នកអាចអញ្ជើញមកកាន់ការិយាល័យផ្ទាល់ដើម្បីឲ្យមន្ត្រីជំនាញជួយដំឡើង App Online និងណែនាំការប្រើប្រាស់តាមរយៈ Online បាននៅរៀងរាល់ម៉ោងធ្វើការចាប្រិមត្តទស្សនិកជនជាទីមេត្រីចាតាមការជម្រាបជូនរបស់នាងខ្ញុំពីខាងលើអំពីឯកសារមួយចំនួនដែលតម្រូវឲ្យបងប្អូនម្ចាស់អាជីវកម្មត្រូវមាននៅពេលដែលបងប្អូនស្នើសុំអាជ្ញាប័ណ្ណថ្មីឬក៏បងប្អូនស្នើសុំបន្តនៅអាជីវកម្មរបស់បងប្អូនចាហើយម្យ៉ាងវិញទៀតលោកអ្នកដែលជាម្ចាស់អាជីវកម្មក៏អាចបំពេញឯកសារតាមរយៈ App Online បានផងដែរដោយពុំចាំបាច់មកដល់ទីតាំងផ្ទាល់នោះទេចាទស្សនិកជនជាទីគោរពនិងជាទីមេត្រីចានៅពេលនេះដោយសារតែពេលវេលាមានកំណត់កម្មវិធីចំណេះដឹងទូទៅដែលរៀបចំឡើងដោយវិទ្យុជាតិខេត្តកណ្ដាលក៏ឈានដល់ពេលបញ្ចប់ចានាងខ្ញុំក៏សូមជូនពរឲ្យលោកអ្នកជួបតែសំណាងល្អនិងរកទទួលទានមានបានគ្រប់ក្រុមគ្រួសារចានៅពេលនេះនាងខ្ញុំព្រមទាំងក្រុមការងារនៃវិទ្យុជាតិខេត្តកណ្ដាលសូមអរគុណនិងសូមជម្រាបលា